Amazing Star ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមានអ្នកបៃខណ្ឌរីម្នាក់នេះអត់ឥឡូវនេះគឺខ្ញុំបានឈៀងមកដល់វគ្គ final ហើយអ្នកទាំងអស់គ្នានារីម្នាក់នេះពិតជាស្រស់ស្អាតខ្លាំងមែនតើអាតណាំអ្នកណាក៏ស្រឡាញ់ស្នេហ៍ខ្នក់ខ្លាញ់ស្រឡាញ់ចង់បានទីប្រនេះនារីម្នាក់នេះស្រស់ស្អាតណាស់នេះស្អាតណាស់អ្នកណាក៏ស្រឡាញ់ក្នែងខ្នក់ខ្នាញ់ស្រឡាញ់ចង់បានជាប្រពន្ធបងជប់សិនតាគាត់លើបាត់ហ្នឹងឲ្យរហូតចេញក្រៅសិនហ្នឹងហើយថៃបានរត់បើអៀនអូគាត់ខ្ជូតពេកតែអ្នកឈៀងសង្ហាទៀតអីយ៉ាអៀនបាត់ឬក៏អៀនជាមួយនឹងសម្រាប់ខ្លួនឯងជាមួយនឹងបាទរៀលខ្លីៗនៅលើ Facebook ដែលប្រម៉ូទនៅពេលដែលកម្មវិធីរបស់យើងចាប់ផ្ដើមអៀនបងអៀននៅពេលដែលបាត់គេហ្នឹងបរុហើយបែបចេញមកនេះមកបែបស្អាតចឹងដល់ពេលឃើញសម្រាប់ខ្លួនឯងនេះគឺជារូបភាពដែលយើងរំលឹកឡើងវិញអំពីអនុស្សាវរីយ៍ខ្លះៗរបស់ពួកយើងអស់គ្នាដែលជាគោលបំណងនៅក្នុងកម្មវិធីនេះគឺជាការ flash ដើម្បីទៅកាន់អតីតកាលអនុស្សាវរីយ៍ដែលយើងបានសាងជាមួយគ្នារាប់ចាប់តាំងពីវគ្គ Jack Selection ឆលិនទី1ឆលិនទី2ឆលិនទី3ឆលិនទី4និងឆលិនទី5ប្រកបដោយអញ្ចឹងសូមអបអរសាទរអូយ5ឆលិនបូកជាមួយនឹងវគ្គ Jack Selection ពេលវេលានេះគឺវែងអត់សម្រាប់បងវែងដែរតែដូចខ្លីបន្តិចដែរហេតុអីមិនដូចខ្លីអញ្ចឹងអូយវាដើរលឿនមែនតើបងអត់នឹកស្មានថា5ខ្ញុំបានដើររហូតមកដល់ផុត5វិញ្ញាសាដែរកម្មវិធីគេបានដាក់រៀបចំឲ្យដល់កន្លែងបកទៅក្រោយវិញបានដឹងអូពិតជាមិនធម្មតាបញ្ជាក់ថាគោលដៅរបស់យើងចុងក្រោយចិត្តមកដល់ហើយចាបងគោលដៅចុងក្រោយគឺជាអីគឺបកកនៃកម្មវិធី The Amazing Star បងចុះបើសិនអត់បានបើអត់បានចាត់ទុកថាវាជាបទពិសោធន៍ដែលថ្មីមួយសម្រាប់ខ្ញុំបងព្រោះការប្រកួតការប្រឡងប្រកួតប្រជែងវាតែងតែមានឈ្នះនិងចាញ់ដូចជាការលេងហ្គេមអញ្ចឹងបងហ្គេមមួយនេះរៀងធំតិចហើយព្រោះថាហ្គេមមួយនេះយើងចំណាយពេលវេលាជាមួយនេះពិតជាយូរមែនតើទ្រាំតែចាប់កម្មវិធីមួយនេះហើយការប្រឹងប្រែងការវឹកហាត់ហ្នឹងក៏ច្រើនដូចគ្នាដែរតោះឥឡូវយើងសូម flash ទៅកាន់អតីតកាលដូចយើងបានជជែកពីដើមកម្មវិធីចា៎បងវគ្គដំបូងគឺជាវគ្គ Jack Selectionដល់ទៅខំធំតិចណាវគ្គហ្នឹងណាចាបងហ្នឹងហើយបងសង្កេតឃើញអ្វីដែលជាការពេញចិត្តសម្រាប់បងផ្ទាល់ទេណាសម្រាប់បងពេញចិត្តជាមួយនឹងឈុតសម្លៀកបំពាក់របស់អូនដែលអូនបានរើសក្នុងថ្ងៃនោះចាបងចាសម្រាប់ឈុតសម្លៀកបំពាក់ហ្នឹងខ្ញុំបានគិតរៀងគួរសមតែបងព្រួយដែលសារតកម្មវិធីគឺគាត់តម្រូវឲ្យពាក់បែបធម្មតាប៉ុន្តែខ្ញុំគិតថាបើសិនជាយើងចូលប្រកួតយើងពាក់បែបធម្មតាពេកវាដូចជាអត់តំណងណាមួយយើងធ្លាប់ចូលប្រកួតពីមុនមកដែរអញ្ចឹងណាបងអញ្ចឹងខ្លាចត្រូវមាត់មហាជនដែរតែនៅតែជាអត់ផុតអត់អីបងចាត់ទុកថាជាបទពិសោធន៍ហើយក៏បានឆ្លៀតពេលនេះប្រាប់ទៅកាន់ពួកគាត់វិញថាជាអ្វីដែលកម្មវិធីគាត់តម្រូវគាត់ឲ្យពាក់តិចសិនដើម្បីលាក់បាំងអាសម្រស់ដ៏ស្រស់ស្អាតរបស់យើងសិនកុំឲ្យបង្ហាញអស់ពេកអញ្ចឹងណាបងប្រហែលជាការរំពឹងទុករបស់ទស្សនិកជនរបស់យើងដែលជាអ្នកគ្រប់គ្រងគាត់ចង់ឃើញមូលការវ៉ាវចា៎បងបាទដល់ពេលឃើញមូលការឬឈុតបែបសាមញ្ញបែបនេះហាក់ដូចជាខកបំណងបន្តិចណោះហ្នឹងហើយតែខ្លួនឯងខកបំណងអត់ខកបំណងទេបងព្រោះឈុតនេះខ្ញុំគិតថាវារៀងចង់លើសជាងគេផងហើយជាក់ស្ដែងទៅខ្ញុំជ្រើសរើសជាមួយនឹងពណ៌ទឹកក្រូចហ្នឹងដើម្បីឲ្យស៊ីជាមួយនឹងកម្មវិធីចាដែលសាមាន sponsor ដ៏ធំមួយដែរហើយមួយវិញទៀតខ្ញុំគិតថាយើងពាក់បែបជាខោជាមួយនឹងអាវបែបប៉ោងទៅវាមើលទៅពេលដែលយើងដើរទៅវាចេះរៀងស្អាតដែរចឹងណាបងតែខ្ញុំរៀងស្ដាយបន្តិចតែសារមុននឹងពេលចាប់ផ្ដើមនៃការប្រកួតវគ្គទី1ហ្នឹងគឺយើងត្រូវចាក់ពីជីវប្រវត្តិរបស់យើងហើយបានយើងឡើងឆាកខ្ញុំគ្រាន់តែឃើញជីវប្រវត្តិដែលបានថតមួយបងពីមុនហ្នឹងខ្ញុំមានអារម្មណ៍ថាយើងក្តុកក្តួលទឹកភ្នែកស្រក់មកហើយឡើងអស់ម៉ាស្ការ៉ាហ្នឹងខំប្រឹងតាប់ឡើងវិញដើម្បីដើរទៅមុខពេលហ្នឹងតាប់តន់ណាបើមើលក្តឹបភ្លាមរុញទៅភ្លាមចាក់យកហ្មងដៃនេះដាក់យកហ្មងអូនេះបានហៅថាបៃខណ្ឌរីដែលមានបទពិសោធន៍ណាបើសិនអត់មានបទពិសោធន៍ទេទោះបីជាដៃក៏ជួយមិនបានដែរអាហ្នឹងវគ្គហ្នឹងគឺរបៀបថា
ជួទឹកភ្នែកដើរទៅមុខបន្តទៀតចឹងណាបង យ៉ាងណាក្តីវគ្គចែក selection គឺអូនស្រីបានធ្វើដំណើរយ៉ាងរលូនមិនជាឧបសគ្គទេសម្រាប់អូន ចាបង ពីព្រោះថាបទពិសោធន៍យើងក៏ច្រើនដែរនៅក្នុងវិស័យមួយនេះណា ចាបង អញ្ចឹងយើងសូមចូលទៅកាន់វគ្គបន្ទាប់គឺជា challenge ទី1 សម្រាប់វគ្គវិញ្ញាសាទី1ហ្នឹងគឺខ្ញុំពិតជាស្រឡាញ់ខ្លាំងមែនតើបងហើយក៏ខ្ញុំអត់ដែរគិតរំពឹងថាកម្មវិធីនឹងរៀបចំបែបហ្នឹងឡើងហើយវាខ្លាំងជាងអ្វីដែលខ្ញុំគិតទៀតបានរៀបចំបង្ហាញជាមួយនឹងនារីខ្មែរពាក់ជាមួយនឹងសរងកឌៀតក្អមគូដោយគំនូរវិចិត្រករខ្មែរយើងទៀតអូខ្ញុំគ្រាន់តែឃើញប៉ុបស្រឡាញ់គ្រប់ឈុតបង ចង់ឲ្យអូនបង្ហាញអំពីឧបសគ្គបន្តិចដែលកើតមានកំឡុងពេលដែលអូនកំពុងតែធ្វើការជាមួយនឹងក្រុមការងារ សម្រាប់កំឡុងពេលដែលវគ្គ challenge ទី1ហ្នឹងគឺវារៀងពិបាកដោយសារតែយើងថតនៅខាងក្រៅបងអញ្ចឹងវាតែងតែមានខាងរៀងភ្លៀងទៀតបងភ្លៀងផងថ្ងៃក្តៅផងណាមួយត្រូវចាំបែកខាងនារីពីមួយទៅមួយតែខ្ញុំគិតថាវាអត់ជាធ្វើអត់ជាបញ្ហាក៏ដូចជាអត់ជាឧបសគ្គសម្រាប់ខ្ញុំទេព្រោះការប្រឡងនីមួយៗគឺខ្ញុំត្រៀមខ្លួនរួចជាស្រេចសម្រាប់ទប់ទល់ជាមួយនឹងឧបសគ្គ នេះបានពិតជាបេក្ខនារីនៅក្នុងកម្មវិធី The Amazing Star ចាបង បរិយាកាសប្រែប្រួលភ្លាមនឹងត្រូវភ្លាមទៅក្តៅមែនទេដូចចិត្តរបស់នារីអញ្ចឹងមែនទេ ឆ្លើយលឿនពេកហ្នឹងហើយ ចាបងដល់ពេលបងចាប់ឡើងហ្នឹងចាដែរអរគុណរូបសម្រស់នារីខ្មែរមួយរូបនេះកំពុងតែអន្តងបេះដូងរបស់សភាពបរិសុទ្ធជាច្រើនដែលទស្សនាជាមួយនឹងកម្មវិធី The Amazing Star ដូចគ្នា អៀនណាបង បាទនិយាយអៀនមកចាប់ពីអៀននឹងទៀតនេះហ្នឹងហើយពីព្រោះថាយើងត្រូវចូលទៅវគ្គបន្ទាប់ទៀតដែរ challenge ទី2របស់យើងជាមួយនឹងឈុត swim suit អៀនអត់អូយពេលហ្នឹងគឺអញនិយាយបានថាជាឧបសគ្គដ៏ធំមួយសម្រាប់ខ្ញុំបងពេលហ្នឹងគឺខ្ញុំចង់រៀបរៀងចិត្តដោយសារដកខ្លួនចង់ដកខ្លួន ហ្នឹងហើយបងកំណត់ខ្ញុំដំបូងគឺខ្ញុំគិតបែបនោះព្រួយតាំងពីដំបូងឡើយហ្មងគឺខ្ញុំអត់ដែរបានហ៊ានពាក់របៀបជា bikini sexy បានហ្នឹងហើយបងចាតែវាមិន sexy ខ្លាំងទេតែសម្រាប់ខ្ញុំវាអៀនណាបងចាវាជាលើកទី1តែខ្ញុំគិតថាបើចូលជាដើមមកដល់ចំណុចនេះហើយក្រុមការងារមានលួងអត់ពេលហ្នឹងនៅពេលដែលអូនសម្រេចចិត្តថាបងខ្ញុំរៀបរែកហ្នឹងហើយគាត់គ្រាន់តែប្រាប់ថាអូនការប្រកួតវាតែងតែមានចែកចឹងខ្ញុំថាអត់អីទេបងបើចូលជាដើមដល់វគ្គហ្នឹងហើយខ្ញុំនឹងខំព្យាយាមធ្វើឲ្យជំនះអាភាពខ្មាស់អៀនរបស់ខ្លួនឯងខាងក្នុងហ្នឹងដើម្បីឈ្មោះទៅរកភាពជោគជ័យ ខ្ញុំស្ដាយបន្តិចវាយវើធម្មតាយើងដើរនៅឆ្នេរខ្សាច់នៅពេលដែលយើងស្កត់ចុងជើងខ្លាំងពេកទៅវាផុងអាខ្សាច់ហ្នឹងខ្ញុំពុកខ្លួនវាចាប់ដូចតែអីប្រាប់អារម្មណ៍គណៈកម្មការឲ្យចាប់អារម្មណ៍ជាមួយនឹងរូបសម្រស់យើងវិញអូកាច់យើងកាច់អីទៅចឹងណាបងតែក៏ប៉ិតក្នុងចិត្តមិនបានជាធ្វើខុសអាកន្លែងហ្នឹងតិចចឹងណាចង់ឲ្យវាចេញមកល្អខ្ចាស់ពេលសមអញ្ចឹងហ៎មែនទេពេលសមអញ្ចឹងវាយមើលឡើងល្អហ្មងតែពេលហ្នឹងតាក់ចងខ្ញុំស្ដាយមែនតា ពេលខ្លះគេថាវាស្ដាប់បានកំណត់បើទោះបីជារលូនយ៉ាងណាក៏មិនប្រកាសថាយើងអាចទទួលបាននៅការសម្ដែងមុនល្អទៅពេលដែលមែនតែនដែរមែនទេចាបងអាហ្នឹងគឺអារម្មណ៍ការគ្រប់គ្រងអារម្មណ៍យើងគឺសំខាន់បំផុតហ្មងបើសិនជាពេលហ្នឹងយើងគ្រប់គ្រងអារម្មណ៍អត់បានល្អទេយើងអាចនឹងទៅតាមអញ្ចឹងដែរហ្មងចង់មិនថាឧបសគ្គនៅតែមានអរគុណអញ្ចឹងវគ្គទី2យើងបានបញ្ចប់ដោយរលូនដូចគ្នាមកដល់challengeទី3 មូលការចាប់ដើមស្គាល់ The Amazing Star កាន់ច្បាប់ថែមទៀតដែរមែនទេហ្នឹងហើយមកដល់វគ្គនេះគិតក្នុងចិត្តថាយីកម្មវិធីប្រឡងសម្រាប់អីមកថាវាសម្ដែងអីអញ្ចឹងណោះមានតែគិតអញ្ចឹងហ៎គិតតែបងថាវាមានអារម្មណ៍ថាថ្មីនឹងថ្លៃសម្រាប់នឹងដូចពីមុនខ្ញុំធ្លាប់ចូលប្រកួតកម្មវិធីផ្សេងប៉ុន្តែវាអត់មានលោកលេឡំជាមួយនឹងសកម្មភាពនៃការថតសម្ដែងទេ
បងប៉ុន្តែនេះវាគឺជា challenge ដើម្បីបង្ហាញទៅកាន់ទស្សនិកជនថាបេក្ខភាពនៃកម្មវិធី The Amazing Star នេះគឺចេញទៅត្រូវតែចេះគ្រប់សពបែបយ៉ាងបង ចឹង challenge ទី3សម្ដែងដែរប៉ុន្តែគណៈខ្លីឯងសម្ដែងដែរប៉ុន្តែបែបជាលក្ខណៈមួយដែលជា show ណោះហ្នឹងហើយចឹងចូលទៅកាន់ challenge ទី4សម្ដែងចំណាម្ដងសាច់រឿងចំណោទជីវិត ខ្ញុំចង់បាន17មិនមែនសបងអា17ហ្នឹងទេ ហើយអញមកហៅបងដល់កន្លែងធ្វើការហ្នឹងគ្រាន់តែចង់បញ្ចេញកំហឹងប៉ុណ្ណឹងឯង បងខ្ញុំខំបាយតែមួយទេណាតែខ្ញុំខ្វះគេឡើង100បាយមានដឹងអត់ អូនឯងខ្មាស់ណាគេហើយអូនឯងទៅដើរស្រាតមែនមិនត្រូវខ្មាស់គេហ្នឹង សង្គមនេះហ៎បងបើយើងមិនហើយគ្មានណាគេចង់រាប់រយយើងទេពេលដែលគេមើលងាយខ្ញុំបាយមានដឹងអត់បាយមានដែរឃើញអត់នេះទូរស័ព្ទបងឯងយកវិញហ្នឹងហើយបោះបងឯងចង់ឲ្យខ្ញុំដើរស្រាតណាចាំខ្ញុំទៅដើរស្រាតយកលុយតិច17ឲ្យបងឯងមើល ស៊ីយ៉ា បងកា ហ្នឹងហើយមានខ្មោះខ្វាយក្នុងអារម្មណ៍ឯថាយីបើសិនជាចូលសម្ដែងនេះតួខ្ញុំមកកណ្ដុំមិនដាក់មិនដាក់តួខ្ញុំមកបែបលក្ខណៈឯង high soul អញ្ចឹង ទាំងខ្លាំងតែបង ខ្លាំងដែរ ឆ្ងល់បង director នឹងដល់គាត់នៅណា គាត់នៅណាគាត់នៅណាមើលឥឡូវខ្លាំងមិនបងក៏ចង់ដឹងដែរពេលខ្លះព្រោះថាបងប្អូនរបស់យើងក៏ធ្លាប់តែផ្លៃដែរមូលការបើសិនមកជាការរំពឹងទុកគួរតែបែបសុភាពរំទុំរៀបសារស្រក់ទឹកភ្នែកបងមិនដឹងអញ្ចឹងមិនបងធ្វើបាបប្អូនបែបនេះប្អូនជាប្អូនស្រីតែម្នាក់គាត់ហេតុអីបានជាបងមិនឲ្យលុយប្អូនរៀនមិនមែនទៅដល់បើបងចង់ឃើញខ្ញុំស្រាតចាំខ្ញុំមើលបរោនឹងម្ដងទៀតណាទឹកមុខផងហ្នឹងហើយម៉េចបងឯងស្រាតមែនបានតែខ្មាស់គេ បើបាយចង់ឃើញខ្ញុំស្រាក់ណាចាំខ្ញុំទៅស្រាក់យកលុយតិច17ឲ្យបាយមើលអូយខ្ញុំនិយាយមែនណាអ្នកទាំងអស់គ្នាពេលហ្នឹងគឺ challenge ថ្មីមួយសម្រាប់ខ្ញុំហ្មងគេទៅគឺកែប្រែអារម្មណ៍ខ្ញុំសឹងតែ360ដឺក្រេ ដល់កន្លែងហ្នឹងបងក៏ចង់បានជាសាររូបភាពដូចសម្ដីពីអូនដូចគ្នា ចាបង នៅក្នុងនាមជាបេក្ខនារីក្នុងកម្មវិធី The Amazing Star ហើយជួបតួអង្គមួយរូបដែលបង្ហាញអំពីសម្ភារៈនិយមតើអូនមានអីនិយាយទៅកាន់បងប្អូនរបស់យើងដែរកំពុងតែទស្សនាមើលកម្មវិធីអត់ ចាបងក្នុងនាមខ្ញុំជាបេក្ខភាពនៃកម្មវិធី The Amazing Star នេះយើងខ្ញុំចង់ផ្ដាំផ្ញើទៅដល់បងប្អូនយុវតីជំនាន់ក្រោយថាបើសិនជាបងប្អូនក្នុងវ័យសិក្សាគុំទាន់អាចរបៀបថាជ្រុលនឹងសម្ភារៈនិយមព្រួយដោយសារតែយើងកំពុងតែសិក្សាយើងគួរតែផ្ដោតនៅការសិក្សាទទួលចំណេះវិជ្ជាពីលោកគ្រូអ្នកគ្រូអ្វីដែលសំខាន់ខ្ញុំគិតថាវាអត់ល្អសម្រាប់ពួកគាត់នៅក្មេងត្រូវប្រើសម្ភារៈនិយមទាំងដែលគាត់អត់ទាន់ចេះរលុយបងចាហើយត្រូវគិតដល់អ្នកផ្ទះផងព្រួយអ្នកផ្ទះគាត់បានខិតខំមែនតើដូចអត្ថន័យនៃសាច់រឿងដែលខ្ញុំបានសម្ដែងចឹងរីឈប់នៅនឹងតើអីគ្រាន់តែនាំខ្ញុំទៅធ្វើការនៅកន្លែងដែលបានលុយច្រើនដែរ ណែបើយើងដឹងថាកន្លែងណាធ្វើការបានលុយច្រើនណាមិនយើងមិនជិះម៉ូតូទេ ហើយឥឡូវចាំមានន័យថាមិនឥឡូវហ្នឹង មានមិនលើលោកហ្នឹងមានរបស់ free ទេតែបើឯងអស់លុយហើយក៏មកតោងយើងទៀត រៀកអេឈប់សិនរៀកឈប់សិនលេអញ្ចឹងដូចមានចាស់គាត់បានពោលថាអញ្ចឹងឃើញដំរីជួសគុំចាំជួសតាមដំរីបង ខ្លីតែមានអត្ថន័យបង្កប់ជាមួយនឹងសារតាមរយៈសាច់រឿងយើងដូចគ្នា ចា៎ ចឹងអបអរសាទរសម្រាប់ challenge ទី4ចូលទៅកាន់ challenge ទី5បងសុំមិនបោះរយាយព្រោះថាបងសម័យរូបភាពហើយនឹងឃើញច្បាស់នឹងភ្នែកតែម្ដងថាមូលិកាពិតជាស្រស់ស្អាតខ្លាំងមែនតែនបាទ ណាមក ត្រេមុខបែបហ្នឹងនៅពេលដែលបានក្រោកឈុតអប្សរាគឺពិតជាអស្ចារ្យមែនតែន ចាបងសម្រាប់ខ្ញុំផ្ទាល់អារម្មណ៍ពេលដែលខ្ញុំបានក្រងជាមួយនឹងឈុតអប្សរាគឺខ្ញុំពិតជាមានអារម្មណ៍ថារំភើបនិងមោទនភាពខ្លាំងមែនតែនដែលដូនតាខ្មែរយើងគាត់បានបន្សល់នៅមរតកមួយដ៏អស្ចារ្យដ៏មិនអាចយកអ្វីមកប្រៀបផ្ទឹមបានណាបងបានក្រងជាមួយនឹងឈុតនេះហើយបើសិនជាពេលនោះបានថតនៅឯខេត្តសៀមរាបប្រាសាទអង្គរវត្តយើងទៀតណាគឺខ្ញុំពិតជាអញនិយាយថាជា memory មួយដែលដក់ជាប់ក្នុងអារម្មណ៍នៅពេលដែលចាស់ទៅទុកគ្រប់ឲ្យកូនចៅគាត់បានមើលផងដែរចឹងណា ហ្នឹងហើយការរត់
ឬក៏កាត់តឹងទាំងអស់ហ្នឹងសម្រាប់បងគិតថាជាឧបសគ្គ ខ្ញុំគិតថាវាអត់ប្រហែលជាឧបសគ្គឯងបងបើនិយាយចាក់ស្ដាយទៅការក្រុងឈុតអប្សរានេះខ្ញុំធ្លាប់ថតរឿងអប្សរាមហាអង្គរហ្នឹងខ្ញុំក្រុងយូរមកមែនតើបងថតបើគិតជាសាច់ថតរយៈពេល2ឆ្នាំដែរអញ្ចឹងណាបងចាអញ្ចឹងសម្រាប់នៅក្នុងកម្មវិធីនេះគ្រាន់តែរឹបរៀងយើងដើម្បីកាច់ជាមួយនឹងក្បាច់អមជាមួយនឹង background ជាប្រាសាទអង្គរវត្តរបស់ខ្មែរយើងបង មិនមែនជាលើកទី1ទេខុសគ្នាណាអារម្មណ៍មែនទេ អារម្មណ៍ខុសគ្នាបងដោយសារការនៃការថតរឿងវាយូរមកប៉ុន្តែបើនៅការប្រឡងនេះយើងគ្រាន់តែរឹបជាមួយនឹងឆតក៏ដូចជាក្រងជាមួយនឹងមកុដហ្នឹងរយៈពេលតែតិចមកឯងបងចឹងវាអត់ជាឧបសគ្គអីហើយអ្វីដែលខ្ញុំចង់បញ្ជាក់ទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាវិញអានេះសម្រាប់ខ្ញុំកាច់ក្បាច់វារៀងពិបាកតិចតួចដែរ បាទ ហើយអាហ្នឹងខ្ញុំកាច់រយៈពេលខ្លីតែពួកគាត់សម្រាប់ឃ្លាំយកកាច់ក្បាច់កាច់អី អូនចង់សម្ដៅទៅលើនេតការរៃរបាំហ៎ ចាបងនិយាយ អូ ថា បាទ ចាពួកគាត់កាច់ក្បាច់កាច់អីគឺពិបាកខ្លាំងមែនតើនិយាយទៅត្រូវហ៊ានត្រូវសិក្សារយៈពេលយូរបងវែងអញ្ចឹងខ្ញុំចង់សំណូមពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែជួយគ្រប់គ្រងនិងលើកស្ទួយពួកគាត់បានខំប្រឹងហើយអញ្ចឹងអ្វីដែលពួកគាត់ចង់បានគឺការលើកទឹកចិត្តក៏ដូចជាការគ្រប់គ្រងពីអ្នកទាំងអស់គ្នាផងដែរ អរគុណមូលកាអញ្ចឹង5 challenge បានបញ្ចប់ហើយអញ្ចឹងចង់ឲ្យបញ្ជាក់បន្ថែមថាតើការប្រឡងជាមួយនឹងកម្មវិធី The Amazing Star មានភាពខុសប្លែកអីពីការប្រឡងដទៃហើយក្រៅពីនោះអូនបានរកឃើញអីសម្រាប់ខ្លួនឯងនៅក្នុងកម្មវិធី ចាមកសម្រាប់ខ្ញុំផ្ទាល់គឺការប្រឡងនៃកម្មវិធី The Amazing Star នេះគឺវាមាន challenge ជាច្រើនខ្លាំងមែនតើដែលខ្ញុំបានឆ្លងកាត់ហើយខ្ញុំទទួលបានជាមួយនឹងបទពិសោធន៍ថ្មីមួយសម្រាប់ជីវិតខ្ញុំមួយទៀតហើយបើប្រៀបធៀបឲ្យឃើញទៅកម្មវិធីនេះគឺអត់ដូចជាមួយនឹងកម្មវិធីផ្សេងៗដែលមាននៅក្នុងប្រទេសខ្មែរយើងនេះបង ច្បាស់តែម្ដងខុសប្លែកណា ខុសប្លែកខ្លាំង មើលទៅអនាគតមូលកាអាចខ្លាយទៅជាបវរកញ្ញាដ៏ល្បីល្បាញក្នុងប្រទេសហើយជាតារាសម្ដែងដ៏ល្បីល្បាញដែលបងប្អូនយើងគ្រប់គ្រងជាមួយនឹងគ្រប់ទម្រង់នៃតួអង្គមិនថាតួកាចតួស្លូតបាទឈ្នានេះបាទទឹកភ្នែកកំសត់ឃើញទេ ចាបង ព្រោះឥឡូវរកឃើញខ្លួនឯងពីស្លូតមកកាចហើយទឹកភ្នែកក៏រកឃើញដែរណាតិចទៀតនឹងមានអ្វីកាន់តែអស្ចារ្យពីមូលកាតែឡែកវគ្គ final នេះទស្សនិកជនរបស់យើងក៏កំពុងតែដាក់ក្តីរំពឹងចំពោះអូនដូចគ្នាដែរទន្ទឹមនោះតើអូនមានអ្វីជាការឆ្លើយតបទៅកាន់បងប្អូនរបស់យើងដែលគ្រប់គ្រង ចាបងសម្រាប់នាងខ្ញុំផ្ទាល់អិនម៉ូលីកានាងខ្ញុំសូមសន្យាជាមួយនឹងពុកម៉ែបងប្អូនទាំងគ្នាថានឹងមិនធ្វើឲ្យទស្សនិកជនមានការខកបំណងមកលើរូបនាងខ្ញុំទេនាងខ្ញុំនឹងខំប្រឹងបញ្ចេញឲ្យអស់ពីសមត្ថភាពនៅអ្វីដែលនាងខ្ញុំអាចធ្វើទៅបាន អរគុណមូលកាតែឆ្លៀតបន្តិចទៀតណាបាទដោយសារតែស្អែកនេះគឺជាថ្ងៃ8មីនាទិវាសិទ្ធិនារីអន្តរជាតិបងប្អូនរបស់យើងទូទាំងប្រទេសកំពុងតែអបអរសាទរមូលកាមានអីជាការលើកទឹកចិត្តក៏ដូចជាសារផ្ដាំចោលទៅកាន់ស្ត្រីកម្ពុជារបស់យើងសូមជើញ ចាបងក្នុងថ្ងៃ8មីនាខាងមុខនេះនាងខ្ញុំក៏សូមជូនពរទៅដល់មេដាពិភពលោកទាំងអស់គ្នាឲ្យគាត់មានសុខភាពល្អអ្វីដែលកាន់តែពិសេសគឺផ្លូវចិត្តរឹងមាំហើយអ្វីដែលកាន់តែពិសេសមួយទៀតស្ត្រីគឺអស្ចារ្យខ្លាំងមែនតើដែលគាត់អាចពោពោះក៏ដូចជាបងបរោះក៏អាចធ្វើបានទេចាទន្ទឹមនឹងនេះគឺខ្ញុំសូមផ្ដាំផ្ញើទៅដល់ខាងបងបរោះក៏ដូចជាប៉ាកូនប្រុសនឹងឲ្យគាត់គួរតែផ្ដល់នៅកម្លាំងចិត្តក៏ដូចជាការយកចិត្តទុកដាក់ចំពោះស្ត្រីទាំងអស់ពីព្រោះគាត់លះបង់ខ្លាំងបងបើនិយាយតាមជាក់ស្ដែងទៅដូចបងបានដឹងស្រាប់ហើយអញ្ចឹងគាត់ចង់បានតែការស្រឡាញ់ពីបងមកកាន់គាត់ដូចគ្នា អរគុណមូលកាសម្រាប់សារជូនពរដ៏ពិសេសក៏ដូចជាសារផ្ដាំចង់ទៅកាន់បងប្អូនរបស់យើងទាំងអស់គ្នាថ្ងៃនេះមានតែសារជូនពរដូចគ្នាសម្រាប់មូលកាឲ្យជោគជ័យនៅក្នុងវិធីមួយដែលអូនកំពុងតែតន្ទឹងរង់ចាំខ្លាយទៅជាម្ចាស់ពាននៅក្នុងកម្មវិធី The Amazing Star ចា៎បង រង់ចាំទស្សនាទាំងអស់គ្នាតើមូលកានឹងមានអ្វីកាន់តែពិសេសជូនដល់ប្រិយមិត្តទស្សនិកជនដោយអ្វីដែលគាត់បានសន្យាជាមួយបងប្អូនរបស់យើងកុំភ្លេចបេក្ខនារីអិនមូលកានៅក្នុងកម្មវិធី The Amazing Star នៅក្នុងវគ្គ Final The Amazing Star នាំមកជូនជាពិសេសដោយ Gansberg Amazing Take Gansberg a real German premium beer ពិសាដោយការទទួលខុសត្រូវ ចំណងខ្ញុំមិនអ្នកចំណងខ្ញុំមិនអ្នកចំណងនេះ Superstar ខ្ញុំថា Idol តែទឹកខ្មុំ Freshy ទាំងឆ្ងាញ់ទាំងអនាម័យលើសពីតែជ្រក់ធម្មតា